Giờ khiในក្នុងវីដេអូមួយនេះគឺខ្ញុំនឹងមកបង្រៀនពីការនិយាយភាសាអង់គ្លេសថាយើងយកពាក្យដែលយើងចេះហ្នឹងទៅនិយាយរបៀបម៉េចព្រោះអីអ្វីដែលយើងផ្ដោតសំខាន់គឺការរៀនពាក្យបើយើងចេះពាក្យច្រើនយើងអាចយកវាទៅរៀបរាប់ទៅលើអ្វីដែលយើងគិតថាសំខាន់ឬក៏ចង់ប្រាប់គេបានហើយអញ្ចឹងខ្ញុំមានសំណួរមួយគឺ What do you do in your free time អញ្ចឹងអានេះបើសិនជាកូនសិស្សដែលគាត់អត់ធ្លាប់រៀនឬក៏គាត់អាចចេះនិយាយតិចតិចក៏បានតែស្ដាប់គេយល់ហ្នឹងគាត់នឹងឆ្លើយថា I like to read books I like to go shopping I like um to hang out with friends តែប៉ុណ្្នឹងឯងតែអត់ទេនៅក្នុងវីដេអូមួយនេះគឺយើងនឹងប្រាប់ពី technique នៃការឆ្លើយសំណួរហើយមិនមែនតែសម្រាប់សំណួរហ្នឹងឯងសំណួរផ្សេងក៏យើងអាចយកគន្លឹះនេះទៅនិយាយបានដែរឧបមាថាគេសួរយើង What do you do in your free time and then យើងមាន3សកម្មភាពដែលយើងធ្វើត្រូវហ៎យើងមាន watch movies ហើយព័ត៌មានបន្ថែមគឺយើងអាចបន្ថែមយើងមក watch movies ហ្នឹងយើងមើលរឿងប្រភេទអី comedies ហើយនិង action movies comedies ហ្នឹងគឺរឿងកំប្លែង action movies គឺរឿងវាយគ្នាកັບចាក់អីហ្នឹងឯងគឺគេហៅថា action movies អញ្ចឹងបើសិនឲ្យយើងចង់និយាយថា I watch movies យើងត្រូវបន្ថែមព័ត៌មានថា movies ហ្នឹងយើង watch movie បែបអី comedies និង action movies ទី2cooking បើយើងនិយាយ cooking ក៏យើងត្រូវមានព័ត៌មានបន្ថែមដែរដូចជា try new recipes try ហ្នឹងគឺសាកធ្វើឬក៏ហ៊ានធ្វើ try new recipes recipe គឺសំដៅទៅលើមុខម្ហូបថ្មីថ្មីដែលយើងមើលតាម YouTube ឬក៏គេ share អញ្ចឹងទៅមាន idol យើងធ្វើ video ក្នុង YouTube ឬក៏ Facebook ហើយយើងចូលចិត្តយើងក៏ហ៊ានធ្វើតាម so you can say try new recipes try new recipes on Facebook or on YouTube cook for my family you can add ដោយសារយើងចូលចិត្តធ្វើម្ហូបក៏យើងអាចបន្ថែមព័ត៌មាន cook for my family បានដែរ listen to music listen to music គេអត់និយាយ listen music គេនិយាយ listen to music why ដោយសារតែយើងពេលស្ដាប់ទៅវាអាចធ្វើឲ្យយើងមានអារម្មណ៍ថា calm like កុំឲ្យវាឆេវឆាវច្រើន I think calm that's what we say ហើយអារម្មណ៍ល្អនឹងឯងនឹង happy អញ្ចឹងបើគេសួរយើងថា what do you do in your free time យើងមិនមែនឆ្លើយថា in my free time I watch movies cooking and listening to music អត់ទេពេលដែលយើងឆ្លើយអញ្ចឹងគឺវាអាចយកពាក្យដែលយើងចេះហ្នឹងទៅប្រើបានហើយវាធ្វើឲ្យការប្រើប្រាស់ភាសារបស់យើងហ្នឹងវានៅមានកម្រិតអញ្ចឹងខ្ញុំនឹងយកពាក្យទាំងអស់ហ្នឹងទៅឆ្លើយសំណួរដែលគេសួរថា what do you do in your free time okay this is the answer my answer in my free time, I like watching movies, cooking, and listening to music. I usually watch comedies or action movies in the evening. On the weekend, I try new recipes and cook for my family. I also listen to music because it helps me feel calm and happy. អញ្ចឹងយើងមកមើលថាចម្លើយមួយហ្នឹងគឺយើងប្រើគេខ្លះទីមួយគឺអ្វីដែលយើងរៀនមិញហ្នឹងគឺយើងយកមកទាំងអស់គ្រាន់តែយើងបន្ថែមពីទម្លាប់របស់យើងបើសិនជាយើងថាយើងចូលចិត្តមើល movies អញ្ចឹងយើងក៏ត្រូវចេះប្រើពាក្យ usually ដែរយើងអាចនិយាយថា I watch comedies or I like to watch ប៉ុន្តែបើយើងចេះប្រើ usually sometimes និង always វាធ្វើឲ្យទម្លាប់នៃនិយាយហ្នឹងក៏វាបានល្អជាងមុនទីវាច្បាស់ជាងមុនណា so you can use usually and then you got iPad ថាមើលពេលណា in the evening or on the weekend or in the afternoon after lunch you can put it like that I usually watch comedies or action movies on the weekend could be or after lunch break បន្ទាប់ពីញ៉ាំបាយថ្ងៃត្រង់ហើយអញ្ចឹងរឿងពីរដែលយើងត្រូវដឹងគឺយើងត្រូវចេះប្រើ usually sometimes always អា3ហ្នឹងគឺវាជួយប្រាប់ពីទម្លាប់នៃការមើលរបស់យើងឬក៏ធ្វើរបស់យើងហើយយើងក៏អាចដាក់ពេលវេលាផងដែរ and then ទី2 on the weekend ពេលណាដែលយើង cook ហ្នឹង on the weekend I try new recipes and cook for my family I also ក៏អាចប្រាប់ also ដែរពេលដែលយើងរៀបព័ត៌មានច្រើនទៅពេលបន្ទាប់ទៀតក៏យើងនិយាយថា I also listen to music why because it helps me feel calm and happy
អញ្ចឹងគ្រាន់តែសំណួរប៉ុណ្ណឹងយើងឆ្លើយបានប៉ុណ្ណេះគឺល្អហើយប៉ុន្តែយើងអត់ឆ្លើយថា in my free time I like watching movies cooking and listening to music ពេលខ្លះទៅយើងអត់មានអីនិយាយប្រាប់គេយើងចេះតែប្រាប់សកម្មភាពដែលយើងធ្វើដោយមិនបានផ្ដល់ព័ត៌មានបន្ថែមគឺយើងមានអារម្មណ៍ថាយើងឆ្លើយអត់គ្រប់គ្រាន់ទេត្រូវទេ so try this activity this technique and I think you might be able to speak better with some vocabulary as well. Goodbye everyone. Thank you.